ធានបានប្រាប់ប៉ាអស់ហើយមួយរយៈនេះពិតជាអរគុណក្មួយខ្លាំងណាស់ហ្មងបើគ្មានក្មួយទេធាននិងគ្រូសាលីប្រហែលជាឆ្លងមិនផុតគ្រាអាសន្ននេះទេលោកពូកុំគួរសំពេចអីនេះជារឿងដែលខ្ញុំគួរតែធ្វើតើប៉ាវធាននិយាយថាក្មួយមិនមែនជាមនុស្សធម្មតាទេបាទខ្ញុំបានរៀនក្បាច់គុណខ្លះពីលោកគ្រូតាំងពីតូចហើយក៏ចេះទូទីមើលយាមក្រឡាខ្លះដែរធានជាកូនស្រីតែមួយគត់របស់ប៉ានាងត្រូវគេតាមចិត្តតាំងពីតូចទៅថ្ងៃមុខរំខានក្មួយជួយមើលថែនាងផងណាបើក្មួយយល់ដឹងរឿងក្រុមហ៊ុនក៏ជួយនាងខ្លះផងទៅលោកពូកុំបារម្ភអីខ្ញុំនឹងការពារនាងឲ្យបានល្អបំផុតប៉ាអូនដូចជាចូលចិត្តបងណាស់តាណាលោកពូគាត់សរសើរបងពេកហើយសរសើរអីមកពីបងពូកែស្រាប់នឹងឯងចៅហឹងមានបងនៅក្បែរពិតជាល្អណាស់ហ្មងប្រធានលីបើមិនរវល់ទេពួកយើងញ៉ាំបាយល្ងាចជាមួយគ្នាទៅប្រធានលីឈ្មោះយូហើយខ្ញុំពេញចិត្តគម្រោងរបស់ក្រុមហ៊ុនលីណាហើយគិតថាចង់ថែមទុន20លានទៀតមិនដឹងថាល្ងាចនេះខ្ញុំមានកិត្តិយសអញ្ជើញអ្នកនាងញ៉ាំបាយជិះពីលំអិតខ្លះបានទេប្រធានចាងប្រធានលីមានកម្មវិធីរួចហើយល្ងាចនេះរឿងលំអិតពីការវិនិយោគចាំនិយាយគ្នានៅក្រុមហ៊ុនទៅមិនបាច់ញ៉ាំបាយខាងក្រៅទេចុះលោកនេះជាគាត់ជាជំនួយការពិសេសរបស់ខ្ញុំសុំទោសផងប្រធានចាងល្ងាចនេះខ្ញុំរវល់មែនរឿងញ៉ាំបាយសុំទុកសិនចុះកើតអីនឹងមុខក្រញើម្លេះគ្មានអីទេខ្ញុំស៊ើបមើលប្រវត្តិចាងជានេះហើយគេមានឈ្មោះមិនល្អទេល្បិចវិនិយោគរបស់គេខ្វក់ណាស់អូនគួរតែនៅឲ្យឆ្ងាយពីគេទៅប្រចាំមែនទេកុំចេះតែនិយាយផ្ដេសផ្ដាសបងអត់មាននិយាយផ្ដេសផ្ដាសទេគ្រាន់តែមើលទៅគេមានគំនិតមិនល្អខ្លាចតែអូនចាញ់បោកគេទេប្រធានលីសូមផ្ដល់កិត្តិយសឲ្យខ្ញុំញ៉ាំបាយល្ងាចជាមួយគ្នាមួយពេលទៅខ្ញុំមានយកឯកសារកិច្ចសន្យាមកជាមួយផងប្រធានចាងឯកសារវិនិយោគថ្ងៃស្អែកអាចបញ្ជូនទៅផ្នែកច្បាប់បានតើប្រធានលីត្រូវថែម៉ោងធ្វើការយប់នេះគ្មានពេលទេអត់ពេលហ្នឹងខ្ញុំកំពុងនិយាយជាមួយប្រធានលីតើដល់វេនជំនួយការដូចឯងមកកាត់សម្ដីតាំងពីអង្ការត្រឹមជាស៊ីឈ្នួលគេសោះហ៊ានមកលូកដៃរឿងថៃកែផងប្រធានចាងគាត់មិនមែនជាជំនួយការធម្មតាទេសម្ដីគាត់គឺមានន័យស្មើនឹងសម្ដីខ្ញុំអញ្ចឹងខ្ញុំមិនទៅញ៉ាំបាយទេសូមលោកអញ្ជើញត្រឡប់ទៅវិញចុះផែនការគឺងាយទេប្រធានលីចន្លោះប្រហោងធំប៉ុណ្ណេះហើយអ្នកនាងមើលមិនឃើញទៀតមិនបាច់ឲ្យជំនួយការអ្នកនាងជួយបកស្រាយគេដឹងយ៉ាងណាគេតាមអ្នកនាងរាល់ថ្ងៃមិនប្រកាសថាគេយល់ដឹងច្រើនជាងអ្នកនាងផងប្រធានចាងបើគម្រោងមានបញ្ហាយើងអាចជែកគ្នាបានមិនបាច់ចង្អុលមុខឌឺដងគ្នាអញ្ចឹងទេទិន្នន័យកែតម្រូវដែលប្រធានចាងឲ្យមកក្រុមទី3និងទី5គឺខុសហើយឃើញទេសូម្បីតែជំនួយការអ្នកនាងក៏និយាយអញ្ចឹងដែរបើសិនកែតម្រូវតាមទិន្នន័យលោកគម្រោងនេះនឹងខាត់បង8មិនមែនគម្រោងរបស់ប្រធានលីមានបញ្ហាទេគឺលោកជាអ្នកគិតលេខខុសបើសម្រួលតាមរបៀបនេះវិញប្រាក់ចំណេញអាចកើនឡើង7ពីឯណោះហើយមួយទៀតទិន្នន័យដែលប្រធានចាងយកមកនេះគឺមានគេលួចកែបន្លំហើយប្រធានចាងក្នុងនាមជាអ្នកវិនិយោគលោកគួរតែត្រួតពិនិត្យមើលក្រុមការងាររបស់ខ្លួនឯងឲ្យច្បាស់បន្តិចទៅប្រធានលីជំនួយការរបស់អ្នកនាងពិតជាលាក់មុខមែនលុយនៅក្នុងកណីរបស់ឯងមានប្រភពមិនច្បាស់លាស់ទេមែនទេចៅហឹងបងឯងពូកែម្លេះសំបីតែរឿងនេះក៏បងអាចកញ្ញាដឹងដែរតើមានរឿងអីខ្លះទៀតដែលបងលាក់បាំងអូននោះគ្រាន់តែដឹងបន្តិចបន្តួចប៉ុណ្ណោះថ្ងៃនេះបងធ្វើបានល្អណាស់យប់នេះអូននឹងធ្វើម្ហូបឆ្ងាញ់ទុកជាកាដូរង្វាន់ឲ្យបងណាបាទចង់ស៊ីញើជាងគេតែបែរជាមកខាត់បងខ្លួនឯងទៅវិញឯងមិនអាចរងចាំទៀតទេវើយឆ្លៀតឱកាសកម្មវិធីចុះហត្ថលេខានៅសប្តាហ៍ក្រោយដាក់ថ្នាំក្នុងស្រានាងទៅហើយគ្រប់គ្រងនាងឲ្យជាប់ហ្មង